ពិធីបុណ្យវិសាខបូជាគឺជាបុណ្យមួយយ៉ាងធំនៅក្នុងព្រះពុទ្ធសាសនាអាចរាប់ថាជាពុទ្ធានុសារណកិច្ចដ៏សំខាន់សម្រាប់រលឹកដល់ព្រះពុទ្ធសមណគោតមបរមគ្រូជាម្ចាស់នាថ្ងៃពេញបូរមីគឺថ្ងៃ15កើតខែពិសាខដែលពុទ្ធសាសនិកទាំងគ្រហស្ថនិងបព្វជិតតែងធ្វើសក្ការៈបូជាប្រកបដោយជំនឿថាជាមហាកុសលដ៏ប្រសើរថ្ងៃវិសាខបូជាថ្ងៃដែលរំលឹកដល់ហេតុការណ៍អស្ចារ្យទាំង3យ៉ាងកើតឡើងផ្ទួនគ្នាទាក់ទងនឹងខ្សែជីវិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ដែលមានន័យថាថ្ងៃនេះពុទ្ធសាសនិកនៅទូទាំងពិភពលោកនាំគ្នារំលឹកដល់ថ្ងៃប្រសូតថ្ងៃត្រាស់ដឹងនិងថ្ងៃបរិនិព្វានរបស់ព្រះបរមសាស្តាការដែលប្រារព្ធពិធីបូជានៅថ្ងៃ15កើតខែពិសាខនេះអាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនាបានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធថាជាមហាមង្គលអភិលក្ខតកាលគឺជាថ្ងៃមហាមង្គលត្រូវនៅថ្ងៃដែលព្រះសម្មាសម្ពុទ្ធបរមគ្រូទី1ព្រះអង្គទ្រង់ប្រសូតចាកពីព្រះឧត្តរព្រះមេដាក្រោមដើមសាលព្រឹក្សដែលត្រូវនឹងពេលព្រឹកថ្ងៃសុក្រទី15កើតខែពិសាខឆ្នាំចមុនពុទ្ធសករាជ80ឆ្នាំទី2ថ្ងៃព្រះអង្គត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណក្រោយពីព្រះអង្គបានចេញសាងព្រះភ្នោះបានចំនួន6ព្រះវស្សាស្ថិតក្នុងព្រះជន្ម35ព្រះវស្សាព្រះសមណសិទ្ធត្ថៈបានប្រព្រឹត្តនៅតបធរហើយប្រព្រឹត្តនៅតុក្ករកិរិយាមកព្រះអង្គបានត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណស្ថិតក្នុងថ្ងៃពុធពេញបូរមី15កើតខែវិសាខឆ្នាំរកាវេលាព្រឹកព្រៀងទេភ្លឺក្នុងគម្រប់ព្រះជន្ម35ឆ្នាំនៅឯពុទ្ធគយានិងទី3ជាថ្ងៃដែលព្រះអង្គយាងចូលព្រះបរមបរិនិព្វានក្រោយអំពីព្រះអង្គត្រាស់ដឹងនិងផ្សព្វផ្សាយព្រះធម៌អស់រយៈពេល45ព្រះវស្សារហូតដល់ព្រះជន្មបាន80ព្រះវស្សាព្រះអង្គក៏ចូលបរិនិព្វាននៅត្រង់រំលត់ព្រះខ័នចូលកាន់ព្រះបរិនិព្វានដោយអនុបាទិសេសនិព្វានក្នុងថ្ងៃអង្គារពេញបូរមី15កើតខែវិសាខឆ្នាំអាសាញ់វេលារាត្រីជិតភ្លឺក្នុងព្រះជន្មគម្រប់80ឆ្នាំគត់និងមុនពុទ្ធសករាជ1ថ្ងៃគត់ព្រះអង្គបរិនិព្វានក្នុងសាលវ័នឧទ្យានចន្លោះដើមរាំងទាំងគូក្បែរនគរកុសេនារាម្យ៉ាងទៀតការប្រារព្ធពិធីបុណ្យវិសាខបូជានៅក្នុងពេលរាត្រីអាស្រ័យដោយលក្ខណៈងាយស្រួលពីរយ៉ាងគឺទី1ដើម្បីនឹងបានឱកាសអុជគ្រឿងប្រទីបជ្វាលាបូជាភ្លើងអគ្គិសនីឲ្យភ្លឺរុងរឿងរន្ទាច្រាលច្អៅផងនិងម្យ៉ាងទៀតដើម្បីបើកឱកាសឲ្យពុទ្ធបរិស័ទបានជួបជុំគ្នាដ៏ច្រើនកុះករទាំងប្រុសទាំងស្រីអាចបំពេញនៅបុណ្យកុសលកម្មមួយនេះដោយសេចក្តីសប្បាយរីករាយទៅហោងសូមអនុមោទនាស្ដាប់ចម្រៀងពុទ្ធស្ថានចំណងជើងឧទ្យានលំពិនីឬកន្លែងព្រះអង្គប្រសូត